សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺថាមកធ្វើខគោញ៉ាំទៀតហើយបងប្អូនហើយខគោលើកនេះគឺថាបងប្អូនអ៊ីស្លាមយើងគឺគាត់បានចែកគោមកដូច្នេះហើយក៏មិនដឹងទៅធ្វើអីទេបងប្អូនពុទ្ធថាស៊ុបគឺញ៉ាំរាល់ថ្ងៃហើយចឹងហើយគឺមានតែធ្វើខគោនឹងតែម្ដងទៅអញ្ចឹងចង់ដឹងពីតិចនិចក្នុងការធ្វើខគោនេះធ្វើបែបណាឥឡូវមកតាមដានមើលវីដេអូទាំងអស់គ្នាអញ្ចឹងជាដំបូងគឺខ្ញុំចាក់ប្រេងហើយកលែងឆ្នាំងបន្តិចទៅព្រោះថាខ្ញុំធ្វើឆ្នាំងធំបងប្អូនហើយចំពោះសាច់គោផងដែរគឺគេចែក1គីឡូជាដំបូងនោះគឺថាចាក់គ្រឿងកាត់ឆ្អាបយើងគឺមានដកុលលក្ខីម្ដែងហើយនឹងស្លឹកក្រូចសើចយើងមានផ្កាច័ន្ទហើយនឹងអឺហើយនឹងជ្រើអែមផងដែរបន្ទាប់មកទៀតគឺខ្ញុំមករំងាស់ស្ករឲ្យវាឡើងក្រហមបងប្អូនរៀងឡើងក្រហមខ្លាំងតិចមកទើបឆ្ងាញ់ណាព្រោះថាខគោនេះគឺតម្រូវយករៀងប្រៃផ្អែមចាគឺអត់យកភ្លាវណាបងប្អូនហើយបន្តមកទៀតនេះគឺខ្ញុំចាក់គ្រឿងយើងចូលទៀតទៅគឺមានដូចស្ករអំបិលប៊ីចេងជាស្រ័យបងប្អូនអត់មានស្ករទេព្រោះស្ករចាក់ហើយមានកាពីមានប្រេងខ្យងទឹកស៊ីអ៊ីវទឹកអីចឹងណាបងប្អូនហើយយើងកូររំលាយចូលគ្នាទៅនិយាយចាំទៅមុខម្ហូបមួយមុខនេះគឺថាខ្ញុំធ្វើរៀងប្លែកដោយសារខ្ញុំដាក់កាពីណាហើយបន្តមកទៀតនេះគឺជាម្សៅខគោចំពោះម្សៅខគោខ្ញុំប្រើអាមកចាប់មិនដឹងថាចាប់500ឬមួយក៏1000ណាបងប្អូនប៉ុន្តែព្រោះសាយលោកគាត់ទៅទិញណាដល់ពេលដែលយើងរំលាយគ្រឿងយើងបានឆ្អិនរួចហើយគឺយើងចាក់សាច់គោយើងចូលទៅបងប្អូនចំពោះសាច់គោគឺ1គីឡូជាងបងប្អូនគឺច្រើនដែរអញ្ចឹងណាហើយណាមួយពូខ្ញុំគឺគាត់ឲ្យខ្លះអញ្ចឹងណាដោយសារគាត់ច្រើនពេកគឺគាត់ហូបអត់អស់ហើយអញ្ចឹងហើយគាត់ទៅចែកឲ្យខ្ញុំខ្លះអញ្ចឹងទៅបន្ទាប់ពីយើងកូរច្មល់ហើយរៀងមើលទៅឆ្អិនហើយគឺយើងគ្របហើយគឺមើលទៅសាច់យើងគឺវាឆ្អិន50%ណាបងប្អូនគ្របប្រហែលជា10ទៅ20នាទីគឺវាចេញអាជាតិទឹកនឹងមកបងប្អូនហើយយើងកូរច្បល់វាទីទួចទៅគឺបានហើយបងប្អូននិយាយចាំទៅតិចនេះធ្វើខគោនេះគឺខ្ញុំធ្លាប់បង្ហាញអំពីវីដេអូមុនហើយបងប្អូនគ្រាន់តែតិចនេះក្នុងការធ្វើខ្ញុំចែករំលែកទៅរឿងខុសគ្នាបន្តិចបន្តួចចឹងណាបងប្អូនហើយបន្ទាប់ពីសាច់គោយើងមើលទៅវារៀងឆ្អិនតិចហើយគឺយើងចាក់ទឹកមកល្មមណានិយាយចាំទៅចំពោះទឹកគឺខ្ញុំប្រើចំនួន3លីត្រឯណោះបងប្អូនពុទ្ធថានៅរងាស់បន្តទៀតចឹងណាបងប្អូនបើបន្ទាប់ពីបានចាក់ទឹកចូលរួចហើយគឺខ្ញុំឆ្លៀតបន្ថែមដំឡូងបារាំងព្រោះថាដំឡូងបារាំងនៅពេលដែលយើងខទៅគឺវាមានរសជាតិផ្អែមចឹងណាបងប្អូនពុទ្ធថាខគោពាក្យថាខគឺត្រូវការផ្អែមហើយបងប្អូនគឺមិនមែនយកសាបឬក៏យកភ្លាវអីទេគឺត្រូវការប្រៃផ្អែមហើយត្រង់ចំណុចកន្លែងហ្នឹងគឺខ្ញុំទៅតន់យកណាបងប្អូនព្រោះថាសាច់វាអត់តន់ផុយស្រួលទេហើយបន្ទាប់ពីបានចាក់ប្រេងម្ខាក់យើងចូលហើយគឺបញ្ញាប់ស្រង់គល់លក្ខីដូចជាម្ដេចដូចជាស្លឹកក្រូចសើចស្លឹកអីណាបងប្អូនយើងយកចេញអស់មកគ្រឿងអស់ហ្នឹងគឺយើងអត់ទុកតទៀតទេហើយឥឡូវនេះគឺឆ្អិនហើយបងប្អូនគ្រាន់តែសាច់រងាស់គឺចូលខ្ទង់3ម៉ោងទៅផុយបានល្អបងប្អូនហើយសម្រាប់ខគោនេះដែរគឺត្រូវជាមួយនឹងនំប៉័ងបងប្អូនបើបងប្អូនញ៉ាំជាមួយបាយឬក៏ញ៉ាំជាមួយគុយទាវឬក៏មីអីក៏តាមចិត្តបងប្អូនទៅអាហ្នឹងក៏វាត្រូវដែរអញ្ចឹងណាបងប្អូនហើយចំពោះខគោនេះផងដែរគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ